ឲ្យតែនិយាយដល់រឿងឡានធូរជាពិសេសខែភ្លៀងចេះយើងម្នាក់ៗអត់ដឹងថាយកឡានទៅធ្វើនៅណាត្រូវអត់ថ្ងៃនេះ franchisee ចង់លើកអារម្មណ៍ទាំងអស់គ្នាមកជួបនឹងក្រុមហ៊ុនមួយដែលគេហៅថាក្រុមហ៊ុនជួសជុលឡានគ្រប់ទីតាំងគ្រប់កន្លែងគ្រប់ម៉ោងគ្រប់ពេលល្បីបលបាយមែនទែនរបស់អង់គ្លេសឈ្មោះថា Halfords Motoring Car Automobile Halfords នេះគឺគាត់ផ្ដោតសំខាន់មែនទែនហើយវិធីការពង្រីក franchise របស់គាត់គឺឆ្លាតនិយាយទៅក្រុមហ៊ុននេះបង្កើតមកយូរហើយគាត់បង្កើតមកមុនដំបូងគ្រាន់តែជាកន្លែងលាងឡានទេប៉ុន្តែគាត់ឃើញឱកាសនៅក្នុងការពង្រីកអាជីវកម្មរបស់គាត់មានលក់ spray machine គាត់មានលក់ប៊ូលាងឡានអីដូចក្រុមហ៊ុនដូចកន្លែងលាងឡានទូទៅធម្មតាអញ្ចឹងប៉ុន្តែគាត់ចាប់ឱកាសមួយគឺគាត់ចាប់ឱកាសផ្នែកជាងគឺគាត់ផ្ដោតទៅលើផ្នែកជាងហ្នឹងហ្មងអញ្ចឹងគាត់ផ្ដោតមិននៅពេលដែលឡានយើងខូចគាត់ផ្ដោតទៅលើសេវាកម្មមួយចំណុចដែលសំខាន់គឺសុវត្ថិភាពនៅពេលដែលឡានយើងខូចឧទាហរណ៍ថាឡានយើងខូចនៅទីតាំងណាមួយពេលយប់អញ្ចឹងគឺគេគិតពីសុវត្ថិភាពរបស់ភ្ញៀវគឺគេភ្ញៀវខលហើយភ្លាមគឺគេទៅភ្លាមហ្មងយើងអាចរក្សាអារម្មណ៍មួយថាអូខេយើងទុកចិត្តបានហើយមានគេមកជួយយើងហើយចប់ទៅនៅពេលដែលឡានយើងជួសជុលហើយឡានយើងធានាសុវត្ថិភាពឡានយើងគឺល្អដូចដើមទី2ទី3ជាងដែលគេជំរុញដែលជាងដែលគេរុញទៅហ្នឹងគឺមានស្តង់ដារត្រឹមត្រូវគឺគាត់ផ្ដោតទៅលើចំណុចមួយគឺសុវត្ថិភាពក្រុមហ៊ុននេះគឺមាននៅទូទាំងប្រទេសអង់គ្លេសនៅកន្លែងណាក៏មានដែរហើយខលក្នុងរយៈពេលតែ5នាទីគឺជាងគេមកខ្លាំងណាស់អ្នកទាំងអស់គ្នា5នាទី10នាទីជាងគេមកហើយអត់ចាំបាច់និយាយជាមួយជាងគេច្រើនទេអញ្ចឹង Halfords នេះគាត់ផ្ដោតទៅលើកន្លែងហ្នឹងសុវត្ថិភាពក្នុងការប្រើប្រាស់សរណភាពក្នុងការប្រើប្រាស់គេនិងប្រើប្រាស់ service របស់គាត់ហ្នឹងហើយគាត់ធ្វើ marketing របស់គាត់ដែលគាត់បង្រៀន franchise បានលឿនហ្នឹងអ្នកទាំងអស់គ្នានឹងគាត់ធ្វើមិនហិចទេគឺគាត់ចាប់ផ្ដើមផ្ដល់សេវាមួយគឺចូលជា membership ចូលជាភ្ញៀវគាត់សេវាហ្នឹងដូចថាមួយខែបង់តែ$5ប៉ុន្តែបើសិនជាឡានយើងខូចពេលណាម៉ោងស្មើណាក៏គេទៅដែរតាំងគ្រប់ទីតាំងទាំងអស់ឧទាហរណ៍ថាខ្ញុំខូចនៅសៀមរាបខ្ញុំអ្នកនៅក្នុងភ្នំពេញហើយតែឡានខ្ញុំខូចនៅសៀមរាបក៏គេទៅដែរគេមានសាខាគេនៅសៀមរាបនៅពេលដែលគេមានអតិថិជននៅក្នុងដៃច្រើនចាប់ផ្ដើមលក់ franchise ខ្លាំងហ្មងអង្គ upscale គេលក់ franchise បានច្រើនតែគេអត់លក់តម្លៃថ្លៃទេអ្នកដែលទិញ franchise គេហ្នឹងលក់ក្នុងតម្លៃសមរម្យហើយយកទៅ train ហើយគេមានឡានធំមួយដូចឡាន van យើងដូចឡាន210កៅអីហើយក្នុងឡានហ្នឹងមួយគឺគេតុបតែងទាំងអស់គឺមានគ្រឿងជួសជុលទាំងអស់ហ្មងនៅពេលដែលមានបញ្ហាគេបើកឡានហ្នឹងទៅជួសជុលឡានហ្នឹងហ្មងម្នាក់ទិញ franchise ហ្នឹងគឺគេបើកឡានរបស់គេមួយគឺគេទៅដល់គេជួសជុលឡានហ្នឹងហ្មងមានន័យថាអ្នកទិញ franchise ហ្នឹងសឹងតែអត់ចាំបាច់មាន shop ខ្លួនឯងបើគាត់មានផ្ទះខ្លួនឯងមានកន្លែងការ៉ាសខ្លួនឯងអាហ្នឹងកាន់តែអូខេបើគាត់មានតាឡានក៏គាត់ទិញ franchise ហ្នឹងបានដែរគាត់ទិញ franchise ហ្នឹងហើយគឺគាត់ដើរជួសជុលឡានដែលក្រុមហ៊ុនតម្លែងឲ្យយកហ្មងអ្នកទាំងអស់គ្នាឃើញហ្នឹងគេចាប់ partner មួយគ្នានៅពេលហ្នឹងឯងអ្នកដែល register ទៅជា member card membership ផងHalfords ហ្នឹងគឺកាន់តែច្រើនហើយអញ្ចឹង franchise គេកាន់តែស្រួលលក់អញ្ចឹងចង់ទាញអារម្មណ៍ទាំងអស់គ្នាមកវិញថាការលក់ franchise ពេលខ្លះយើងមិនចាំបាច់តែផ្ដោតទៅលើតម្លៃថ្លៃទេសំខាន់សំណួរសួរមកវិញថាតើហេតុអីយើងអាចលក់ franchise ហ្នឹងនៅក្នុងតម្លៃនេះយើងផ្ដោតទៅគេផ្ដោតទៅអ្នកទិញហ្នឹងអីគេខ្លះយើងជួយអីគេខ្លះហើយអ្នកទិញហ្នឹងផ្ដល់អីឲ្យយើងវិញខ្លះមានទៅមានមកតើក្នុងតម្លៃណាមួយហើយអត់ចាំបាច់តែត្រូវតែថ្លៃទេតែឲ្យតម្លៃហ្នឹងសមរម្យហើយសមស្របធ្វើម៉េចពេលខ្លះការលក់ franchise upscale បានច្រើនកាន់តែល្អដើម្បីយើងប្រមូលអតិថិជនបាននៅក្នុងដៃបានតែច្រើនក្នុងករណីដូចជា automobile នេះដែលយើងត្រូវការសេវាលឿនហ្នឹងដែលយើង upscale អា franchise យើងច្រើនកាន់តែល្អព្រោះជាងមាននៅគ្រប់ទីតាំងគ្រប់កន្លែងនៅពេលដែលជាងមាននៅគ្រប់កន្លែងគឺយើងអាចជួសជុលបានគ្រប់ពេលគ្រប់ម៉ោងគ្រប់វេលាហើយរហ័សតន់ចិត្តអ្នកគ្នាបានរៀនពី franchise automobile ហើយខ្ញុំបានឃើញហើយនៅស្រុកយើងមានក្រុមហ៊ុនដែលគាត់បានចាប់ផ្ដើមហើយប៉ុន្តែខ្ញុំអត់ទាន់ឃើញថាក្រុមហ៊ុនដែលគាត់បានចាប់ផ្ដើមហ្នឹងរៀងល្បីឬក៏ឲ្យលឺលេចឈ្មោះបានច្រើនទេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកដែលបានស្ដាប់ក្នុងថ្ងៃនេះនឹងទៅធ្វើក្រុមហ៊ុន automobile របស់ខ្លួនឲ្យកាន់តែល្បីហើយមានស្តង់ដារឲ្យខ្លាំងដើម្បីអាចចាប់អតិថិជនបានច្រើនហើយអាចពង្រីក franchise បានស្រួលដូចជា Halfords